សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងនៅថ្ងៃនេះគឺថ្ងៃពុធទី6ខែឧសភាឆ្នាំ2026ពេលយប់ម៉ោងនៅសហរដ្ឋអាមេរិកនេះដោយឡែកនៅកម្ពុជាគឺថ្ងៃប្រហ័សទី7ខែឧសភាទៅហើយណាវេលាពេលព្រឹកនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រង់យកព័ត៌មានចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាបាទនេះគឺជាព័ត៌មាន exclusive តែម្ដងរបស់សារព័ត៌មាន Access សារព័ត៌មាន Access ក៏បានទទួលប្រភពព័ត៌មានដែលលោកប្រធានាធិបតី Donald Trump បានបញ្ជូនសំណើទៅខាងអ៊ីរ៉ង់ហ្នឹងបាទគឺភាគីទាំងពីរហ្នឹងកំពុងតែពិភាក្សាគ្នាទៅលើគេថាសេចក្តីប្រកាសមួយដែលមានមកទំព័រឥឡូវនេះបាទពីក្រុមសារសំខាន់ក្តោបមកលើមកទំព័រតើត្រូវធ្វើយ៉ាងណាសម្រាប់កម្មវិធីមួយចំនួនហើយនឹងការចរចានៅពេលខាងមុខដើម្បីឲ្យមានការបញ្ឈប់ការប្រយុទ្ធគ្នាហើយនឹងបើកច្រកហមនោះហើយព័ត៌មានហ្នឹងគឺអ៊ីរ៉ង់កំពុងតែសិក្សាអញ្ចឹងតើនៅក្នុងក្រុមសារនោះមានអ្វីខ្លះដែលសហរដ្ឋអាមេរិកដាក់ទៅឲ្យខាងអ៊ីរ៉ង់ធ្វើការសិក្សាដើម្បីឯកភាពគ្នានេះបាទអញ្ចឹងដូច្នេះគឺស្ថានភាពនឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗនេះទន្ទឹមនឹងនេះដែរគឺបារាំងបាទអរគុណបារាំងផងដែរគឺលោកប្រធានាធិបតីបារាំងលោកបញ្ជូននាវាផ្ទុកយន្តហោះCharles de Gaulle ទៅតំបន់នោះហើយតំបន់មជ្ឈមបូព៌ាដើម្បីត្រៀមចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅទីនោះដែលមានការអមនាវាដឹកទំនិញអីហ្នឹងបាទដើម្បីឲ្យស្ថានភាពវិលមកធម្មតាឡើងវិញដែលជាចំណុចសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចពិភពលោកហើយព័ត៌មានទី3បាទគឺជាសេចក្តីរាយការណ៍ដែលមានច្រើននៅខាងអន្តរជាតិនេះបាទជប៉ុនក៏មានខាងម៉ាឡេក៏មានខាងអន្តរជាតិក៏មានគឺប៉ូលីសម៉ាឡេស៊ីចាប់បានពួក scam ពួកឆោបោកហ្នឹងគឺជាង2200នាក់ក្នុងប្រតិបត្តិការដែលបានចាប់ផ្ដើមតាំងតែពីខែមករាមករហូតដល់ខែ4បាទអញ្ចឹងគឺនៅម៉ាឡេស៊ីនេះក៏មូដៃអាវដើម្បីធ្វើកិច្ចការនេះផងដែរហើយព័ត៌មានចុងក្រោយនេះគឺខាងក្រសួងការបរទេសរបស់រុស្ស៊ីបានជម្រាបទៅដល់អង្គទូតនានានៅក្នុងប្រទេសអ៊ុយក្រែនឲ្យជំលះមន្ត្រីទូតរបស់ខ្លួនបាទមន្ត្រីសំខាន់នឹងបុគ្គលិកចេញពីទីក្រុងគៀវក្រែងលោរុស្ស៊ីនឹងវាប្រហារសងសឹកអ៊ុយក្រែនវិញនៅថ្ងៃបុណ្យ9ឧសភាពីព្រោះអីរុស្ស៊ីនឹងរៀបចំបុណ្យឯករាជ្យបាទបុណ្យឯករាជ្យនៅថ្ងៃ9ឧសភាហើយខ្លាចអ៊ុយក្រែននឹងវាយទៅអញ្ចឹងបើអ៊ុយក្រែននឹងវាយហ៊ានតែវាយចំថ្ងៃបុណ្យហ្នឹងរុស្ស៊ីក៏ថាគាត់នឹងសងសឹកវិញចំកណ្ដាលទីក្រុងគៀវចំកន្លែងដែលធ្វើការសម្រេចចិត្តគោលនយោបាយអីជាដើមហើយអាចនឹងប៉ះពាល់ទៅដល់ទូតបរទេសអញ្ចឹងគាត់ជម្រាបទូតបរទេសឲ្យចាក់ចេញថាស្ថានភាពវាពិតជាធ្ងន់ធ្ងរយ៉ាងណាខ្ញុំនឹងជម្រាបជូនលម្អិតនៅពេលបន្តិចទៀតព័ត៌មានពិស្ដារទី1បាទព័ត៌មានពិស្ដារទី1នេះគឺមន្ត្រីរបស់សហរដ្ឋអាមេរិកគឺហើយនឹងអ៊ីរ៉ង់ទៅបានគេរាយការណ៍មកថាឥឡូវនេះកំពុងតែព្យាយាមពិភាក្សាគ្នាទៅលើចំណុចលម្អិតនៅលើការព្រមព្រៀងដែលមានតែមួយទំព័រអនុសារណៈ memo ដែលមានតែមួយទំព័របាទមួយទំព័រលែងវែងឆ្ងាយច្រើនណាស់ដើម្បីបញ្ចប់នៅអរិភាពចប់នៅសង្គ្រាមនេះដែលនេះគឺជាការផ្លាស់ប្ដូរជំហរគ្នាទៅវិញទៅមកចុងក្រោយហើយបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនខែអនុសារណៈដែលស្នើឡើងដោយសហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកជាអ្នកស្នើឡើងគឺនឹងបង្កើតក្របខ័ណ្ឌសម្រាប់ការចរចានាពេលអនាគតបាទទៅលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហឺរ៉ង់សារព័ត៌មាន Access បានរាយការណ៍ថាកិច្ចព្រមព្រៀងនេះនឹងពាក់ព័ន្ធជាមួយនឹងសាធារណរដ្ឋអ៊ីស្លាមគឺអ៊ីរ៉ង់គឺឲ្យមានការបដិញ្ញាចិត្តយ៉ាងណាទៅលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនហ្នឹងទី1ណាបាទហើយគឺរដ្ឋបាលលោកត្រាំគឺនឹងបាទត្រូវទី2គឺត្រូវលែងបង្កកលុយដែលសហរដ្ឋអាមេរិកបង្កករបស់ខាងអ៊ីរ៉ង់ហ្នឹងរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកបាទគឺឲ្យបើកលុយហ្នឹងមកឲ្យវិញមកបាទហើយចំណុចមួយទៀតចុងក្រោយ3ចំណុចណាគឺភាគីទាំងពីរនឹងលើកលែងការរឹតបន្តឹងទៅលើការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz បាទច្រកសមុទ្រ Hormuz អញ្ចឹងហ្នឹងគឺមកដល់ពេលនេះគឺមកគេថាសង្ខេបមកបានតែ3ចំណុចហ្នឹងតើយ៉ាងម៉េចហើយ
គេថាបើគោលការណ៍ទាំង3នោះបើសិនជាត្រូវបានអនុវត្តមែនបានន័យថាព្រមព្រៀងគ្នាមែនគឺនឹងមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកណាស់ពិសេសចំណុចទី3ចុងក្រោយនេះបាទគឺហើយក៏ប៉ុន្តែក៏មានលក្ខខណ្ឌហ្នឹងគឺហាក់ដូចជាបានបង្ហាញនៅច្រកមួយដែលចំហថាអាចនឹងមានចំនួនឡើងវិញដែរពីព្រោះមិនជាក់ច្បាស់ថាទៅបញ្ចប់យ៉ាងម៉េចទេគឺគ្រាន់តែជាចំណុចគោលនៃការឯកភាពគ្នាបញ្ចប់តែប៉ុណ្ណោះនិយាយទៅស្តៀងនឹងខ្មែរដែរកិច្ចព្រមព្រៀង27ធ្នូដែរណាបាទគឺកន្លែងហ្នឹងដែរហើយព័ត៌មានចុងក្រោយដែលទទួលបាននេះគឺថាអ៊ីរ៉ង់ឥឡូវនេះកំពុងតែពិនិត្យសិក្សាមើលមុននឹងឆ្លើយតបជាមួយនឹងសហរដ្ឋអាមេរិកវិញបើសិនជាអ៊ីរ៉ង់ព្រមទទួលគឺនឹងអាចនឹងមានការចុះហត្ថលេខាអាចបញ្ចប់នៅថ្ងៃនេះឬអីនឹងនៅប្រទេសកម្ពុជាឲ្យបើកច្រកបើកអីហ្នឹងបាទអញ្ចឹងហើយបានឥឡូវនេះគឺតម្លៃប្រេងចុះថោកហើយនឹងតម្លៃផ្សារពីហ៊ុនចាប់ដើមឡើងថ្លៃវិញបាទអញ្ចឹងនេះគឺជាដំណឹងល្អមួយផងដែរប៉ុន្តែអ្វីក៏ដោយគឺมันអាចនឹងដឹងច្បាស់តើតែវាសម្រេចបានពិតប្រាកដដោយដែលខ្ញុំធ្លាប់បាននិយាយតែក្នុងពេលកន្លងមកអញ្ចឹងណាបាទនេះជាព័ត៌មានទី1រីឯព័ត៌មានទី2បាទព័ត៌មានទី2គឺលោកប្រធានាធិបតីនៃប្រទេសបារាំងលោកអេម៉ានូអែលម៉ាក្រុងលោកបានទទូចឲ្យទាំងភាគីសហរដ្ឋអាមេរិកហើយនិងភាគីអ៊ីរ៉ង់គឺបើកច្រកហូមូសសិនទៅលោកថាបើកច្រកហូមូសសិនទៅក្នុងពេលដែលយើងកំពុងតែចរចាគ្នាអំពីបញ្ហាលម្អិតផ្សេងទៀតហ្នឹងអញ្ចឹងកុំយករឿងបញ្ហាច្រកហូមូសហ្នឹងទៅដាក់នៅក្នុងការចរចាគ្នាហ្នឹងហើយលោកម៉ាក្រុងលោកបានសង្ឃឹមថានឹងបញ្ចុះបញ្ចូលភាគីទាំងពីរឲ្យដកចេញពីការពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរមីស៊ីលផ្លោងនិងការគ្រប់គ្រងកងជីវពលនានាដែលអ៊ីរ៉ង់គ្រប់គ្រងកងជីវពលនៅក្នុងតំបន់មជ្ឈិមបូព៌ាហ្នឹងបាទនេះបើយកតាមមន្ត្រីរបស់ខាងអ៊ីរ៉ង់សំទោសមន្ត្រីបារាំងចំនួន2រូបបានថ្លែងឲ្យដឹងបាទហើយមន្ត្រីនោះបាននិយាយថាគឺមានការសម្របសម្រួលបែបនេះគឺនឹងអាចអនុញ្ញាតឲ្យបាទកងកម្លាំងពហុសាសដែលបារាំងបានរៀបចំឡើងជាមួយនឹងចក្រភពអង់គ្លេសនិងប្រទេសអឺរ៉ុបផ្សេងទៀតចាប់ផ្ដើមអមដំណើរនាវាពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រនេះឲ្យបានយ៉ាងឆាប់រហ័សបាទដោយស្ដារឡើងវិញនៅស្ថានភាពធម្មតានៃសេដ្ឋកិច្ចពិភពលោកដែលពេលនេះកំពុងតែរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបាទក៏ប៉ុន្តែសេចក្តីរាយការណ៍ឲ្យដឹងដែរថាអ៊ីរ៉ង់ទំនងជាអាចនឹងបដិសេធនៅសំណើរបស់ប្រទេសបារាំងនេះដោយសារអីដោយសារតែការបិទច្រកហូមូសនេះគឺជាចំណុចដែលខ្លាំងដែលអ៊ីរ៉ង់មាននៅក្នុងដៃនៅក្នុងការធ្វើឲ្យសហរដ្ឋអាមេរិកអាចនឹងព្រមព្រៀងទៅតាមអ្វីដែលប្រទេសអ៊ីរ៉ង់ចង់បានបើហ៊ានតែបើកច្រកនេះគឺប្រកាសណាស់អ៊ីរ៉ង់ប្រកាសជាចាញ់ព្រៀបទៅហើយក្នុងពេលជាមួយគ្នានោះដែរគឺយោធាបារាំងបាននិយាយថាខ្លួនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Charles de Gaulle នៅក្នុងរូបភាពហ្នឹង Charles de Gaulle ទៅកាន់សមុទ្រក្រហមហើយនៅថ្ងៃពុធនេះណានៅតំបន់មជ្ឈិមបូព៌ាហ្នឹងដើម្បីរៀបចំសម្រាប់បេសកកម្មរក្សាសន្តិភាពឲ្យបានឆាប់តាមដែលអាចទៅបានតាមកលៈទេសៈតម្រូវមន្ត្រីបារាំងបាននិយាយថានាវាផ្ទុកយន្តហោះនេះដែលកំពុងធ្វើដំណើរជាមួយនឹងនាវាអមជាច្រើនគ្រឿងនឹងបញ្ជូនសញ្ញាមួយថាកងកម្លាំងពហុជាតិសាសន៍បានត្រៀមខ្លួនរួចរាល់ហើយនឹងមានសមត្ថភាពធានាសុវត្ថិភាពតាមច្រកសមុទ្រដែលត្រូវបានបិទដំបូងដោយអ៊ីរ៉ង់ហើយក្រោយមកសហរដ្ឋអាមេរិកបានបិទព័ទ្ធពីខាងក្រៅមកវិញដែលខ្ញុំធ្លាប់និយាយប្រាប់ប្រិយមិត្តហើយគឺប្រៀបដូចជាយុទ្ធសាស្ត្រដែល Julius Caesar បានប្រើតាំងពីសម័យមុនគ្រិស្តសករាជទៅ